ឥឡូវនេះខ្ញុំកំពុងតែអង្គុយនៅក្នុងឡាន G50 របស់ MG Car ដែលជា MPV 8 កៅអីសម្រាប់លក្ខណៈគ្រួសារហើយ MG50 Plus នេះមានតម្លៃសមរម្យមែនទែនដែលអាចឲ្យទាំងអស់គ្នាពិចារណានៅក្នុងចិត្តបានថាគួរតែប្រើប្រាស់ model នេះឬក៏អត់តោះយើងមកមើលថាតើ G50 Plus មួយនេះមានលក្ខណៈពិសេសអ្វីខ្លះMG G50 នេះគឺជារថយន្ត MPV ដែលផ្ដោតសំខាន់ទៅលើការប្រើប្រាស់សម្រាប់គ្រួសារឬក៏ការធ្វើដំណើរជាក្រុមឥឡូវយើងមើលការ design ខាងក្រៅរបស់គេការមើលឃើញដំបូងរបស់ខ្ញុំគឺក្បាលឡានរបស់គេជាមួយនឹងប៉ាណែលដែលវាមើលទៅមានភាពតាក់ទាញនិង premium មែនទែនហើយសម្រាប់ភ្លើង LED របស់គេវិញគឺភ្លឺច្បាស់តែម្ដងដែលពេលខ្ញុំមកដល់សៀមរាបនឹងគឺពេលរៀងយប់ដែរតែភ្លើង LED នេះគឺ performance ល្អមែនទែនភ្លឺច្បាស់ទាំងកូដហ្វានិងភ្លើងធម្មតាហើយសម្រាប់ទំហំឡានវិញដូចទាំងខ្ញុំបានដឹងចឹងឡាននេះគឺឡាន8កៅអីអញ្ចឹងរៀងវែងដែរសម្រាប់គ្នារបស់ខ្ញុំធ្វើដំណើរមកសៀមរាបនេះគឺមានចំនួន8នាក់ខ្ញុំមានធំជាងគេជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំនឹងគួយបាំងខាងមុខហើយក្បាំងខាងក្រៅនោះដោយសារតែក្រុមការងាររបស់ខ្ញុំមានទូចអញ្ចឹង6នាក់ខាងក្រៅនឹងគឺ fit តែម្ដងអត់ចង្អៀតទេសូម្បីតែបាំងចុងក្រោយរបស់គេនឹងវារៀងមើលទៅរៀងទូចប៉ុន្តែពួកគាត់អង្គុយគឺអត់ពិបាកនោះទេមានតែពួកគាត់អង្គុយ fit និងងាយស្រួលហើយសម្រាប់ចន្លោះជើងហ្នឹងក៏ធំទូលាយងាយស្រួលដាក់ជើងផងដែរដូចទាំងគ្នាបានឃើញអញ្ចឹង8នាក់គ្នាខ្ញុំនេះខាងក្រោយនេះគឺពេញតែម្ដងសម្រាប់ម៉ាស៊ីនឡានមួយនេះវិញគឺមានទំហំ 1.5L ហើយ turbo ទៀតដែលវាងាយស្រួលនឹងប្រើប្រាស់ប្រចាំថ្ងៃទោះបីជាឡាននេះមាន mode manual ក៏ដោយប៉ុន្តែឡាននេះមិនមែនជាប្រភេទឡាន sporty ឬក៏ប្រភេទឡានដែលយកលបឿននោះទេខ្ញុំបានតេស្តសាកល្បងឡាននេះ2ដងហើយលើកទី1ខ្ញុំបានដឹកស្បៀងទៅខេត្តខ្ញុំប្រើឡាននេះដែរពេលនោះខ្ញុំទឹកច្រើនមែនទែនមានអង្គមានអ្វីផ្សេងៗអញ្ចឹងណាយើងធ្ងន់បន្តិចប៉ុន្តែវានៅតែ perform ល្អសម្រាប់ balance សម្រាប់បូមរបស់វាហ្នឹងគឺមិនកន្លែងខ្លាំងទេហើយលើកទី2នេះខ្ញុំមកមួយគ្នាខ្ញុំ8នាក់រៀងស្រាលជាងមុនហើយ balance របស់វាហ្នឹងក៏នៅតែ perform បានល្អដដែលមកឥឡូវយើងមកមើលអំពី interior ខាងក្នុងបន្តិចចូលមកក្នុងមុនគេអ្នកទាំងអស់គ្នានឹងឃើញអេក្រង់ LED ធំមួយដែលមាន feature ផ្សេងៗនៅក្នុងអេក្រង់នោះវាមានដូចជា Apple CarPlay Android Auto អញ្ចឹងទៅឡាននេះមានកាមេរ៉ាតែខាងក្រៅនោះទេហើយដែលគេបំពាក់ជាមួយនឹង sensor ផងដែរសម្រាប់តម្លៃប៉ុណ្ណេះfeature របស់គេគឺគ្រប់គ្រាន់និងទំនើបដែរឥឡូវនេះយើងនឹងមកនិយាយអំពីកម្រិតនៃការស៊ីសាំងម្ដងមុននឹងខ្ញុំមកសៀមរាបខ្ញុំជិះនៅក្នុងទីក្រុងសិននៅក្នុងក្រុងយើងច្បាស់ហើយថាវានឹងស៊ីដែរតែវាមិនស៊ីលើ spec របស់វាខ្លាំងពេកទេហើយនៅពេលដែលយើងយកមកដល់សៀមរាបនេះតាមផ្លូវខេត្តវា perform ល្អជាងផ្លូវក្រុងអញ្ចឹងសាំងដែលខ្ញុំប្រើប្រាស់ round trip នេះមកសៀមរាបនិងមកដល់ភ្នំពេញវិញគឺ88លីត្រ.82ខ្ញុំប្រកួតថា90លីត្រចុះដែលមានចំនួនគីឡូ806គីឡូនៅពេលដែលម៉ាស៊ីនប្រើ turbo រៀងស៊ីសាំងបន្តិចប៉ុន្តែសម្រាប់ឡានបែប luxury បែបនេះហើយនឹងវែងបែបនេះយើងអាចទទួលយកបានអញ្ចឹងទាំងអស់គ្នានេះគឺជាចំណុចត្រួសដែលខ្ញុំលើកឡើងអំពីឡានមួយនេះអញ្ចឹងសរុបមកវិញចំណុចល្អរបស់ឡាននេះមានដូចជាធំទូលាយតម្លៃវិញគឺល្អ feature របស់គេក៏ច្រើនដែរប៉ុន្តែអីក៏ដោយវាតែងតែមានគុណវិបត្តិរបស់វាដូចគ្នាឡានមួយនេះគឺអត់មានកាមេរ៉ាខាងមុខទេហើយនឹង blind spot ដែលវារៀងពិបាកបន្តិចនៅពេលដែលយើងអាចចូលក្នុងប្រអប់ឬក៏នៅពេលដែលយើងអាចដាក់កន្លែងណាមួយហើយទី2តើតើជាមួយនឹង blind spot ផងដែរដូចបទពិសោធន៍របស់ខ្ញុំអញ្ចឹងស្រុកយើងរៀងពិបាកបន្តិចនៅពេលដែលយើងសញ្ញោបត់ឆ្វេងបត់ស្ដាំអីនៅតែមានអ្នកដែលគាត់ជិះជ្រែកនៅពេលដែលយើងសញ្ញោបត់គាត់អត់សូវបានមើលនោះទេអញ្ចឹងបើសិនបើយើង blind spot វាអាច alert ឲ្យយើងទាំងមុនអញ្ចឹងអាហ្នឹងក៏ជាផលលំបាកមួយផងដែរអញ្ចឹងសរុបមកវិញឡានមួយនេះគឺវាស័ក្តិសមជាមួយនឹងក្រុមគ្រួសារដែលកំពុងតែស្វែងរកឡានជិះជុំគ្នាដែលមានតម្លៃ 30000 ជាងលោកអ្នកអាចពិចារណាទៅលើ MG50 Plus នេះបាន